បងប្អូនបន្លែស្លករបស់យើងគឺមានតែមិនមុខនេះឯងមានតែល្ពៅចេកខ្ចីស្ដាយគួរហើយចំណែកអានេះវិញគឺជាគ្រឿងបុកកកលីងសាច់ជ្រូកដែលនាងខ្ញុំហាន់រួចបាញ់មិញហើយនឹងខ្ទឹមសបងប្អូនចាគ្រឿងផ្សំរបស់យើងក៏មានតែប៉ុណ្ណឹងឯងឥឡូវនេះយើងចាប់ដើមស្លទាំងអស់គ្នាបងប្អូនធ្វើការកាត់ឥឡូវនេះយើងចាប់ដើមធ្វើការចាក់ប្រេងឆាចូលបងប្អូនតមកទៀតយើងក៏ដាក់ខ្ទឹមយើងក៏ធ្វើការលីងខ្ទឹមសយើងចូលនេះបានបងប្អូនយើងក៏ចាប់តាមដាក់ប្រេងចូលបៃតងរបស់យើងវិញគឺមានតែពីរមុខទេគឺស្លឹកបាសហើយនិងស្លឹកម្រងចាប់របស់បងប្អូនឥឡូវយើងធ្វើការបេះបន្លែបៃតងរបស់យើងខ្ចីល្អណាស់បងប្អូនហើយខ្ចីហ្មងណាស្លឹកបាសនេះពេលឡើងនេះបន្លែបៃតងរបស់យើងបានបេះរួចរាល់ហើយបងប្អូនឥឡូវនេះឃើញថាសម្លរបស់យើងក៏បានពុះដែរទៅចាប់តាមធ្វើការដាក់បន្លែចូលណាបងប្អូនតែកាត់ចូលរួចរាល់ហើយយើងធ្វើការកូរបន្លែនេះឲ្យវាទន់ជាមួយនឹងគ្រឿងណាបងប្អូនចាកូរឲ្យទន់ជាមួយគ្រឿងទៅយើងដាក់កលីងទៅឲ្យធ្វើការកាត់ទឹកទៅទៀតទៅបងប្អូនឥឡូវនេះឃើញថាស្លយើងបានឆ្អិនហើយបងប្អូនអញ្ចឹងយើងបង់បន្លែបៃតងចូលតែម្ដងទៅ